មានរឿងមួយដំណើរថាមានភិក្ខុមួយអង្គគង់នៅវត្តមួយមានកូនសិស្សតែម្នាក់ឈ្មោះអាភ្លូញខិលណាស់គ្រូក៏ល្ងងណាស់ឆោតណាស់គ្មានឧបសគ្គបាសិកាណារាប់អានយកចង្ហាន់ស្លាបបរិយទៅប្រគេនឬនិមន្តលោកនោះទៅឆាន់នៃពិថាដងម្ដងឡើយលោកនោះក្រលំបាកពន់បែកតែលោកមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសពថ្ងៃនេះគ្មានឧបសគ្គគេប្រគេនវត្ថុអ្វីសោះបើដូច្នេះគួរតែអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយក៏ប្រាប់កូនសិស្សថាអាព្រួញឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងកូនសិស្សក៏ឡើងជិះដំរីបរទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាឯងទិញវត្ថុអ្វីដែលគេទុកស៊ីបានយូរមិនខូចអាភ្លងជាសិស្សក៏ទិញអំបិលមួយជុងច្រោះការុងស្រាច់គ្រូឃើញសួរថាហេតុម៉េចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អើរត្រីញៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាគ្រឿងប្រការណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបរដំរីមកវិញសិស្សរែកអំបិលពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮស៊ូដងរែកដូចជាស្រួលក៏សួរថាអាផ្លូវអញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូថាព្រះករុណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាឯងជីដំរីវិញចុះអញរែកអំបិលដល់ក្រោយលោកគ្រូថាហើយចុះពីលើដំរីមកសិស្សក៏ឡើងជិះដំរីទៅលោកគ្រូប្រាប់ថាឯងបរដំរីទៅចាំអញនៅម្លប់ឈើឯមុខសិស្សបរដើរទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូបររហូតទៅវត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់រកមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសឹមនាំសិស្សមកយកអំបិលហើយយកអំបិលទៅលាក់ក្នុងព្រីមុននឹងលាក់លោកគិតថាទីនេះប្រសិនតែមានគេដើរមកចំឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួងគឺមានក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយក៏ដើរទៅលុះដល់វត្តសួរសើថាហេតុអំណាចក៏ឯងមិនចាំអានសើទូថាក្នុងព្រះករុណាបរដំរីមកប្រុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដោយម្ដេចក៏វាមិនព្រមវាប្រាំងតែដើរដល់វត្តទើបឈប់សិស្សសួរគ្រូថាលោកគ្រូទុកអំបិលឯណាគ្រូប្រាប់ថាអញលាក់ទុកនៅទីឯណោះអញកាត់ដើមឈូកដោតជាសម្គាល់លុះព្រឹកឡើងលោកក៏នាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថាអញលាក់ក្នុងទឹកត្រពាំងនេះសិស្សឡាន់មកថាម៉ែអើយវារលាយអស់ទៅហើយអាភ្លូនគេសិស្សក៏ចុះទៅយកអំបិលចាប់លើការុងទាំងពីរឡើងគ្មានឃើញអំបិលសល់សោះព្រោះវារលាយអស់ហើយឯចំណងដែលចងមាត់ការុងក៏ឃើញដាច់អស់ប្រទះឃើញឯត្រីកញ្ចក់មួយនៅក្នុងការុងនោះសិស្សទូគ្រូថាមានត្រីកញ្ចក់មួយនៅក្នុងការុងវាស៊ីអំបិលអស់ទៅហើយយកត្រីនឹងការុងមកប្រគេនគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងត្រីមុតដីនឹងធ្មង់ត្រីជាប់ពើសត្រីចាប់ពើឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ដកធ្មង់ត្រីចេញឲ្យឆាប់ត្បិតឈឺអញណាសើក៏ចាប់ដកទាញស្ទើរតែមិនរួចលូដករួចឈាមហូរខ្លាំងពើសត្រីក៏រឹតតែបណ្ដាលឲ្យលោកគ្រូឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុងត្រីកញ្ចក់ទៅផងទៅដល់ប្រាប់សិស្សថាអាភ្លូនឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ចក់នេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់លុះពឺអន់ចាប់ពើតលោកគ្រូក៏សំងុំសឹងលក់ទៅឯអាភ្លូនក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនូតនិងឆ្អឹងត្រីក្នុងចានគ្របតែវាគ្របមិនឲ្យជិតលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនិងត្រីមកឆាន់អាភ្លូនក៏ធ្វើកិរិយាដូចជាចូលទៅយកបាយប្រគេនចេញមកវិញទូថាបាយនឹងត្រីរួយស៊ីអស់ហើយនៅសល់តែមួយពំនូតនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោល្ងងក៏ហុចរំពត់ផ្ដៅមួយឲ្យមកសិស្សហើយថាឯងវាយរួយកុំឲ្យវានៅលើគុតអាភ្លូនជាសិស្សក៏វាយរួយមិនឈប់គ្រានោះមានរួយមួយទុំចុងច្រមុះលោកគ្រូប្រាប់ថារួយវាទុំច្រមុះអញ
ឯងវាយឲ្យឆាប់កូនសិស្សក៏វាយតាមពាក្យគ្រូវាយទៅមិនទ្រឺរួយទ្រឺឲ្យច្រមុះគ្រូបែកឈាមហូរខ្ចាយសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយថ្ងៃក្រោយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកអាប្លូនជាសិស្សបានដឹងថាគ្រូតាំងពិធីមន្តអាគមស្នេហ៍ដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជួថាស្នេហ៍ពូកែលុះដល់វត្តដើរលបចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរលោកថាលោកគ្រូធ្វើអ្វីគ្រូក៏ហកថាអញសូត្រមន្តអាគមបំបាំងខ្លួនព្រោះអញទៅតែរៀនពីគេជាបន្ទាន់នោះលោកគ្រូគិតថាណែអញពូកែមែនបានសិរអញវាមកលូព្រឹកឡើងសើដាំបាយធ្វើម្ហូបស្រេចទូលថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នោះអញលើកមកឲ្យអញឆាន់អាភ្លុញក៏លើកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាសលើក្បាលគ្រូស្រែកថាអាភ្លុញហេតុដំណេចក៏យកថាសមកដាក់លើក្បាលអញសិស្សទូថាឃីងប្រករុណាមើលមិនឃើញលោកគ្រូងាកទៅចេញអាភ្លុញក៏ដាក់ថាសលើក្បាលគ្រូទៀតលោកគ្រូថាអញដាក់ថាសលើក្បាលអញទៀតហើយសិស្សថាឃីងប្រករុណាសុំទោសព្រោះមើលមិនឃើញលោកគ្រូជឿថាអញរៀនស្នេហ៍ពូកែប្រកបឥឡូវអញក៏ហៅវាថាតាំងពិធីមន្តអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកបមែនគួរទន្ទិញឲ្យចាំកុំឲ្យភ្លេចឯអាភ្លូញលុះប្រគេនចង្ហាន់គ្រូឆាន់រួចហើយវាក៏លើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបសគ្គគេនិមន្តលោកទៅឆាន់ในផ្ទះអាភ្លូញទូថាបើលោកគ្រូនិមន្តទៅឆាន់ในផ្ទះគេសូមគុំស្លៀកស្បង់ពួកនាំទៅចាក់ស្បង់ខូតអត់អំពើឃ្លុំទៅជីវរបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមុនអាគមបំមាំងខ្លួនពូកែណានរណានឹងមើលគេខ្មាស់ឃើញគ្រូជួក៏ធូរតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់នៅផ្ទះឧបសគ្គរួចលោកឃ្លុំតែជីវរមិនស្លៀកស្បង់ដោយគិតថាឃ្លុំតែជីវរបានហើយព្រោះមុនអាគមអញពូកែណានរណានឹងមើលគេខ្មាស់ឃើញរួចក៏នាំកូនសិស្សទៅលុះទៅដល់ឧបសគ្គនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួនងាកឆ្វេងងាកស្ដាំក៏លេចកេតខ្មាន់មើលកណ្ដាលវាលឧបសគ្គឃើញដូច្នោះគេនាំគ្នាសោយហូរលាន់លោកគ្រូពុំទាន់បានឆាន់ចង្ហាន់មានចិត្តខ្មាស់ណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជេរបន្ទោសសិស្សថាឯងមិនឲ្យអញស្លៀកស្បង់ឥឡូវអញខ្មាស់គេណាស់អាភ្លូញទូថាលោកគ្រូកុំខ្ញន់នឹងខ្ញុំប្រការណារឿងនេះប្រហែលខុសត្រណមទេឬលោកគ្រូសួរថាឯងឃើញអញធ្វើខុសត្រណមដូចម្ដេចអាភ្លូញសួរថាការលោកគ្រូនិមន្តទៅផ្ទះឧបសគ្គនិមន្តទៅផ្លូវណាលោកគ្រូប្រាប់ថាកាលអញទៅអញចូលផ្លូវខាងកើតសិលថាអូច្បាស់ជាលោកគ្រូខុសត្រណមហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំប្រការណាថាបើរៀនមន្តអាគមទាំងពួងត្រូវតอมស៊ីផ្លែស្ពឺសំបីមុជក្រោមដើមស្ពឺក៏មិនបានវាសាបមន្តអាគមឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណមសាបអាគមអស់ហេតុនេះបានជាគេឃើញគេខ្មាស់លោកគ្រូបានស្ដាប់ដូច្នោះក៏ថាអូអាភ្លួញអញភ្លេចតอมបានជាយ៉ាងនឹងឯថានោះពិតប្រកបហើយលោកគ្រូនោះដោយឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីកៅនោះមកអាភ្លួញជាសិស្សនៅបំរើដោយសុខសប្បាយទៅ